មានអ្នកខ្លះនិយាយថាមនុស្សស្មោះគឺជាមនុស្សល្ងងក៏ប៉ុន្តែមនុស្សល្ងងមួយនេះមិនដែលក្បត់នឹងខ្លួនឯងនោះទេហើយមនុស្សល្ងងមួយនេះក៏មិនដែលចោះចាញ់ជាមួយនឹងឧបសគ្គក្នុងជីវិតឡើយខ្ញុំឈ្មោះយូជីនខ្ញុំគឺជាមនុស្សម្នាក់ដែលមានក្តីសង្ឃឹមតិចតួចខុសគេនៅលើផែនដីនេះប៉ុន្តែក្តីសង្ឃឹមដ៏តិចតួចនោះនៅតែបន្តមិនចោះចាញ់ហើយបានធ្វើឲ្យខ្ញុំស្គាល់ពីជីវិតច្បាស់ខ្ញុំមានការងារជាអ្នកថតរូបស្ម័គ្រចិត្តម្នាក់ហើយការងារថតរូបនេះហើយដែលធ្វើឲ្យរូបខ្ញុំអាចស្គាល់នៅតម្លៃនៃជីវិតរបស់ខ្ញុំទោះបីជាទទួលបានប្រាក់តិចតួចក៏ដោយក៏ប៉ុន្តែខ្ញុំក៏អាចជូនប្រាក់ខែទាំងនេះដល់អ្នកម្ដាយជាទីស្រឡាញ់របស់ខ្ញុំដែរខ្ញុំរីករាយនឹងធ្វើអ្វីដែលខ្ញុំបានធ្វើចំពោះអ្នកមានគុណរបស់ខ្ញុំខ្ញុំតែងគិតថាមុននឹងមានក្តីស្រឡាញ់ស្មោះត្រង់ជាមួយមនុស្សជាទីស្រឡាញ់ខ្ញុំត្រូវតែរៀនស្រឡាញ់មនុស្សដែលខ្ញុំគោរពជាមុនសិនទោះជាខ្ញុំមានសង្ឃឹមតិចតួចចំពោះអ្វីដែលខ្ញុំបានធ្វើក៏ដោយប៉ុន្តែខ្ញុំមិនដែលបោះបង់ការងារទាំងនោះចោលនោះទេប្រហែលមកពីខ្ញុំតែងតែអស់សង្ឃឹមនោះហើយទើបបានជាខ្ញុំតែងតែចង់ឃើញមនុស្សគ្រប់គ្នាជុំវិញខ្លួនរបស់ខ្ញុំមានក្តីសង្ឃឹមនៅថ្ងៃនេះខ្ញុំបានព្យាយាមស្វែងរករបស់ម្យ៉ាងដើម្បីមិត្តភក្តិម្នាក់របស់ខ្ញុំមិត្តម្នាក់នោះមានឈ្មោះថានីតានាងមានសង្សារម្នាក់តែគេម្នាក់នោះមិនដែលយកចិត្តនាងសោះរាល់ពេលដែលគេទៅចោលខ្ញុំតែងតែជាមិត្តម្នាក់គត់ដែលប្រឹក្សាពីរឿងស្នេហារបស់គេនៅថ្ងៃមួយនាងបានប្រាប់ខ្ញុំថានាងចង់បានតុក្កតាដ៏ធំមួយពីសង្សារនៅថ្ងៃខួបកំណើតដូច្នេះហើយបានជាខ្ញុំព្យាយាមស្វែងរកក្តីសុបិនសម្រាប់នាងខ្ញុំបានទៅធ្វើការដោយធម្មតាហើយថ្ងៃនេះមានសង្សារមួយគូបានមកថតរូបគូសង្សារនៅកន្លែងខ្ញុំពួកគេមានសុភមង្គលណាស់
សង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចមានសុភមង្គលដូចជាពួកគេភ្លាមនោះខ្ញុំក៏នឹកឃើញគំនិតមួយដែលតាក់ទងនឹងក្តីសុបិនរបស់នីតាទោះបីជាគ្មានអច្ឆរិយៈសម្រាប់មនុស្សស្មោះតែខ្ញុំបានចាប់ផ្ដើមធ្វើជាមនុស្សស្មោះដោយមិនដឹងខ្លួនព្រោះប្រហែលមកពីអារម្មណ៍ពិសេសមួយចំពោះគេតែនេះជាក្តីស្រឡាញ់ឬនៅថ្ងៃនោះគឺជារឿងចៃដន្យបំផុតពេលដែលខ្ញុំកំពុងតែព្យាយាមសម្រេចក្តីសុបិនសម្រាប់គេម្ចាស់សុបិនក៏មកដល់ទីនេះធ្វើជាមនុស្សគឺមិនត្រូវអស់សង្ឃឹមនោះទេយើងត្រូវតែជំនះវាព្រោះយើងបានសម្រេចចិត្តថាធ្វើវារួចហើយអរគុណសម្រាប់អ្នកដែលមានវត្តមានពេលដែលខ្ញុំមិនទាន់ដល់គោលដៅការរំពឹងទុកវាមិនអាចក្លាយជាការពិតនោះទេបើសិនជាយើងគ្មានការតស៊ូពិតប្រាកដមួយជាមួយការតស៊ូធ្វើជាមិត្តល្អម្នាក់ទីបំផុតខ្ញុំក៏សម្រេចបានក្តីសុបិនមួយនោះប៉ុន្តែcó đi taនៅកន្លែងយើងជុំគ្នាចាស់ lại chắc đó hả ủa lại chắc đó hả ấy nhìn cho mà đo lại nhá Ê.ទោះជាយ៉ាងណាខ្ញុំនៅតែជាទីប្រឹក្សាតែម្នាក់គត់សម្រាប់គេអាណិតគេបារម្ភគេហើយចាំទទួលគេជានិច្ចតែ
ក៏ខឹងគេដែរដែលនៅតែស្រឡាញ់មនុស្សដែលមិនបានស្រឡាញ់ខ្លួនឯងមិនដឹងថាអារម្មណ៍នេះកើតតាំងពីពេលណានោះទេខ្ញុំស្រាប់តែមានអារម្មណ៍ពិសេសជ្រុលមាត់និយាយថាស្រឡាញ់ចំពោះគេក្តីស្មោះត្រង់របស់មិត្តភាពនេះគឺជាការសារភាពស្នេហ៍សំទោសផងដែលខ្ញុំស្រឡាញ់អ្នកប៉ុន្តែវាជាអារម្មណ៍ពិសេសតែមួយរបស់ខ្ញុំហើយនឹងអ្នកមនុស្សស្មោះមិនអស់សង្ឃឹមទេបើការតស៊ូនៅតែបន្តចុងបញ្ចប់ពួកយើងសោះដែលស្រឡាញ់គ្នាពីពេលនេះទៅយើងគឺជាមនុស្សស្មោះដែលស្រឡាញ់មនុស្សស្មោះដូចគ្នានៅក្នុងរឿងស្នេហារបស់យើងពីមនុស្សស្មោះមិនអស់សង្ឃឹមយំធ្វើអ្វីត្រានត្រាយឲ្យមនុស្សស្មោះអសង្ឃឹមត្រូវជឿចិត្តខ្លួនឯងបងនាំអូនញញឹមអូនគុំអសង្ឃឹមតស៊ូជំនះអ្នកក្បត់មិនឲ្យអូនស្អប់គេក៏មិនឲ្យអូនខឹងប៉ុន្តែឲ្យចងចាំដឹងហើយឈុំធ្វើចិត្តកំសត់ខ្នងជាខ្នាយកាយអូនបងស្រឡាញ់អូនម្នាក់គត់ថែអូនខ្លាំងបំផុតមិនឲ្យអូនឈឺចាប់ព្រមអូននៅស្នេហ៍គេទៅពីបាប្រាប់ពេលនេះមិនស្ដាប់ក៏គង់ថ្ងៃក្រោយប្រាប់ដែរស្ងួនយ៉ាងណាបងនៅស្ងាត់ស្ងៀមត្រៀមខ្នងផ្សាមទឹកភ្នែកអូនរំចាំស្ងួនបែកចិត្តពីគេមកស្នេហ៍បងមនុស្សស្មោះម្នាក់នេះមិនអស់សង្ឃឹមផ្ដល់នៅអ្វីគ្រប់យ៉ាងដែលអូនមិនដឹងគ្រាន់តែសង្ឃឹមឃើញអូនបានសុខបងសុខចិត្ត